រឿងរ៉ាវទាំង5នេះតែងកើតលើស្ត្រីពពោះនៅអំឡុងពេលខែក្តៅអំឡុងពេលពពោះម៉ាក់ឆ្លងកាត់ការប្រែប្រួលជាច្រើនមិនថាហុកហៀងអារម្មណ៍ហើយនិងផ្លូវចិត្តទេអញ្ចឹងការថែទាំខ្លួនឲ្យបានល្អតាមរយៈការជ្រើសរើសរបបអាហារត្រឹមត្រូវឬមួយក៏ធ្វើលំហាត់ប្រាណស្រាលៗហើយនិងការសម្រាកឲ្យបានគ្រប់គ្រាន់នឹងវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនចំពោះម៉ាក់ហើយនិងកូននៅក្នុងផ្ទៃយ៉ាងណាមិញអំឡុងពេលរដូវក្តៅនឹងស្ត្រីដែលកំពុងតែពពោះនឹងអាចប្រឈមនឹងបញ្ហាមួយចំនួនដែលកើតឡើងជាទូទៅប៉ុន្តែទោះបីមិនក៏ដោយវាអត់មានបកកជាបញ្ហាធំដុំណាមួយទេសម្រាប់រឿងរ៉ាវទាំង5ដែលម៉ាក់តែងតែជួបប្រទះនៅរដូវក្តៅហ្នឹងទី1មានដូចជាមានអារម្មណ៍ក្តៅគ្រប់ពេលស្ត្រីដែលកំពុងតែពពោះនឹងមានបញ្ហាឈាមនៅក្នុងរាងកាយកើនឡើងដែលនេះគឺជាហេតុនាំឲ្យយើងមានអារម្មណ៍ក្តៅជាងអ្នកដែលអត់មានផ្ទៃពោះរួមជាមួយនឹងកម្ដៅនៅក្នុងរដូវក្តៅទៀតហ្នឹងជើងកាន់តែមានបញ្ហាស្អុះស្អាប់អត់សនុកនៅក្នុងខ្លួនជាមិនខានទេចំណុចទី2ហ្នឹងហើមប្រអប់ជើងនិងកជើងទោះបីជាការហើមជើងវាជារឿងធម្មតាសម្រាប់ស្ត្រីដែលកំពុងតែពពោះក៏ដោយប៉ុន្តែក៏អាចបង្កការរំខានដូចគ្នាជាមួយនឹងសារជាតិទឹកនៅក្នុងរាងកាយអំឡុងពេលពពោះហើយនឹងសម្ពាធនៅស្បូវដែលកំពុងតែលូតលាស់ធ្វើឲ្យម៉ាក់ហើមជើងនិងកជើងហើយនឹងកាន់តែយ៉ាប់យ៉ឺននៅក្នុងរដូវក្តៅហ្នឹងចំណុចទី3គឺការបែកញើសទន្ទឹមនឹងដែរម៉ាក់នឹងបែកញើសស្ទើរតែគ្រប់ផ្នែកនៃរាងកាយដូចជាក្លៀកពោះផ្ទៃមុខកហើយនិងផ្លូវកត្តាហ្នឹងកើតឡើងដោយសារតែបរិមាណឈាមកើនឡើងអំឡុងពេលពពោះហើយការធ្វើមេតាបូលីកគឺសម្រាប់មនុស្ស2នាក់អញ្ចឹងហើយបានរាងកាយយើងបញ្ចេញញើសដើម្បីឲ្យមានភាពត្រជាក់ម៉ាក់គួរតែញ៉ាំទឹកឲ្យបានច្រើនដើម្បីជៀសវាងការកង្វះជាតិទឹកនៅក្នុងខ្លួនចំណុចទី4គឺការប្រើក្រែមការពារកម្ដៅថ្ងៃជានិច្ចក្រែមការពារកម្ដៅថ្ងៃហ្នឹងគឺវាមានសារៈសំខាន់ខ្លាំងមែនទែនចំពោះម៉ាក់នៅអំឡុងពេលពពោះដោយសារតែស្បែកយើងងាយរងប្រតិកម្មខ្លាំងអំឡុងពេលពពោះហើយនឹងបង្កឲ្យមានស្នាមជាំដោយសារកម្ដៅថ្ងៃអញ្ចឹងស្ត្រីដែលកំពុងតែពពោះហ្នឹងគួរតែការពារស្បែកដោយប្រើក្រែមការពារកម្ដៅថ្ងៃដែលមាន SPF 30ឡើងទៅចំណុចចុងក្រោយហ្នឹងគឺកម្ដៅថ្ងៃធ្វើឲ្យយើងងុយគេងប៉ុន្តែរាងកាយរបស់យើងហ្នឹងបំពេញមុខងារកាន់តែច្រើនដើម្បីគ្រប់គ្រងសីតុណ្ហភាពខាងក្នុងអំឡុងពេលពពោះហ្នឹងអញ្ចឹងហើយទើបយើងមានអារម្មណ៍ងុយគេងមួយវិញទៀតការចំណាយពេលនៅក្រោមកម្ដៅថ្ងៃហ្នឹងក៏ធ្វើឲ្យរាងកាយម៉ាក់នឿយហត់អស់កម្លាំងដោយសារតែកង្វះជាតិទឹក